អ្នកវិទ្យាសាស្ត្រពងចែកគ្នាធ្វើបទបង្ហាញអំពីប្រសិទ្ធភាពនៃការព្យាបាលដោយជួសជុលសែនទៅលើជំងឺខ្វះខាតឈាមក្រហមពីកំណើតប្រភេទ beta thalassemia ដែលទារកទេកុមារកើតមកគឺថាស្លេកស្លាំងជាងកុមារដទៃការលូតលាស់យឺតជាងអ្នកដទៃខ្សោយជាងហើយភាគច្រើនត្រូវការចាក់បញ្ចូលឈាមជាប្រចាំរាល់ខែឬក៏រៀងរាល់ពី3ខែម្ដងដើម្បីធ្វើម៉េចឲ្យគុណភាពជីវិតសុខភាពល្អប្រសើរអញ្ចឹងសរុបមកវិញប្រភេទជំងឺ thalassemia ដែលពឹងពាក់លើការបញ្ចូលឈាមជាប់រហូតប្រភេទ beta គេហៅ transfusion dependent beta thalassemia គឺមានវិធីព្យាបាលបែបថ្មីចុងក្រោយគេផលប៉ះពាល់តិចជាងបើធៀបជាមួយនឹងវិធីព្យាបាលពីមុនដូចជា bone marrow stem cell transplantation បានន័យថាពីមុនជំងឺប្រភេទនេះគឺគេព្យាបាលជាដាច់ដោយបដូររោងចក្រផលិតឈាមថ្មីណាហ្នឹងហើយប៉ុន្តែការព្យាបាលបែបថ្មីនេះមានប្រសិទ្ធភាពជាងតាមរយៈការយក Solusus hematopoietic ជាភាសាបារាំងឬហៅថាដកយកគ្រាប់ពូជឈាមពីក្នុងខួរឆ្អឹងពីក្នុងឈាមរបស់អ្នកជំងឺចូលក្នុងមន្ទីរពិសោធន៍កែរោងពុម្ពហ្នឹងកែសែនហ្នឹងហើយចាក់បញ្ចូលដល់ខ្លួនគាត់វិញដូចជា autologous stem cell transplantation អញ្ចឹងប៉ុន្តែគេហៅវាថាជា hematopoietic stem cell transplantation បែប cell and gene therapy ជាសរុបគេអាចហៅថា gene therapy នៅក្នុង beta thalassemia transfusion dependent ក៏បានគេហៅថា cell and gene therapy នៅក្នុង beta thalassemia ក៏បានអញ្ចឹងនេះគេចែកគ្នាហើយជាក់ស្ដែងបាន FDA approve ហើយប្រជាជននៅលើពិភពលោកច្រើនពាន់នាក់ហើយបានទទួលការព្យាបាលនេះហើយ life changing ជាក់ស្ដែងជាជននៅអាស៊ានយើងមានជាជននៅម៉ាឡេមានអ្នកជំងឺនៅខ្មែរយើងម្នាក់ដែរមានអ្នកជំងឺនៅវៀតណាមនៅឡាវក៏បានទទួលការព្យាបាលហើយបានជាសះស្បើយរួចផុតពីការចាក់បញ្ចូលឈាមហើយដែលពួកគាត់ថ្ងៃហ្នឹងក៏កំពុងតែនៅក្នុង social media គាត់បានធ្វើ content sharing experience life before and life after gene therapy no more doctor visit no more transfusion no more iron chelation គុណភាពជីវិតល្អប្រសើរជាងមុន exercise បានរៀបការបានមានកូនបានអញ្ចឹង life changing gene therapy ជាវិទ្យាសាស្ត្រព្យាបាលថ្មីពិតជាសះស្បើយមែននៅក្នុង beta thalassemia transfusion dependent បងប្អូនអាច search បានថែមទៀត3ពាក្យថា